បងប្អូនកំពុងរកវិធីសាស្ត្រធ្វើទឹកបៃតងដើម្បីចិញ្ចឹមចៃក្រហមដែលជាចំណីសម្រាប់កូនត្រីមែនទេវីដេអូនេះខ្ញុំនឹងបង្ហាញជូនបងប្អូនបង្ហាញដោយលម្អិតខ្ញុំជឿជាក់ថាក្រោយទស្សនាបងប្អូនក៏អាចធ្វើបានដូចខ្ញុំដែរសួស្តីបងប្អូនអ្នកគ្នាជួបគ្នាសារជាថ្មីជាមួយខ្ញុំពូសេងអ្នកបង្កាត់ទឹកក្រឹមជាន់ខ្ពស់បាទវីដេអូនេះខ្ញុំនឹងមកចែករំលែកបងប្អូនអំពីរបៀបធ្វើទឹកបៃតងបាទគឺធ្វើដើម្បីចិញ្ចឹមចៃក្រហមបាទក្រោយពីបានសាក់លបង2-3ឈុតហើយបាទឃើញថានៅទទួលផលជាប្រក្រតីហើយអាចចិញ្ចឹមចៃបណ្ដាបានហើយអញ្ចឹងមិនបងអង្គយូរទេគឺនឹងរៀបចំបង្ហាញបងប្អូនអំពីរបៀបលាយគ្រឿងផ្សំរបៀបធ្វើទឹកបាទហើយធ្វើបែបណាទើបវាឡើងទៅជាពណ៌បៃតងហើយយើងចិញ្ចឹមចៃបានបាទគឺចៃក្រហមដែលជាចំណីដែលល្អបំផុតសម្រាប់កូនត្រីក្រឹមអញ្ចឹងតោះមកទស្សនារបៀបដែលខ្ញុំធ្វើទាំងអស់គ្នាបាទនេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើទឹកបៃតងដែលទាំងអស់គឺមាន6មុខបាទដែលទី1នេះខ្ញុំហៅងាយហៅជីសបងប្អូនជីក្របមូលបសនេះគេហៅជីផ្លែជីចម្រុះគេណាបងប្អូនបាទក៏មានពណ៌សក្នុងនឹងខ្លះដែរហើយនេះគឺកន្ទក់ចំណីមាន់កាកស្ករបងប្អូនខ្លះគាត់ហៅស្កររងូអញ្ចឹងហើយបងប្អូនខ្ញុំអត់ទៅច្បាស់ដែរប៉ុន្តែខាងខ្ញុំនេះហៅសម្រាប់ខ្ញុំហៅកាកស្ករហើយនេះគឺជាមេទឹកបៃតងបាទមេទឹកបៃតងនេះគឺជាទឹកបៃតងដែលយើងធ្វើទុកវា50ថ្ងៃយូរថ្ងៃបាទហ្នឹងវាខ្លាចជាមេសម្រាប់យើងកូរលាយជាមួយគ្រឿងផ្សំទាំងអស់នេះធ្វើទឹកបៃតងប្រើប្រាស់បន្តទៀតអញ្ចឹងក្នុងការលាយគ្រឿងធ្វើទឹកបៃតងនេះបាទសំខាន់ទាំងអស់បាទអ្វីដែលសំខាន់ជាងគេគឺមេទឹកបៃតងនេះឯងបងប្អូនអញ្ចឹងបើសិនជាបងប្អូនអាចតំណងទៅបងប្អូនដែលគាត់ជាអ្នកលក់គ្រឿងធ្វើទឹកបៃតងគាត់ច្បាស់ជាមានមេទឹកបៃតងហើយបើអត់ទេតើតែទៅស្វែងរកអ្នកដែលធ្វើទឹកបៃតងដើម្បីយើងចែកមេទឹកបាទដើម្បីយើងយកមកលាយជាមួយគ្រឿងទាំងនេះយើងអាចរកទិញនៅលើទីផ្សារបានដូចនេះកន្លែងលក់ជីពីនេះកន្លែងលក់ចំណីមាន់ចំណីជ្រូកកាកស្ករក៏គេមានលក់ដែរនៅខាងខ្ញុំគេមានលក់ដែរបាទប៉ុន្តែទឹកបៃតងតតែទៅរកអ្នកធ្វើយកមកលាយទៅយើងនឹងឆាប់បានផលអញ្ចឹងការបង្ហាញគ្រឿងរួចរាល់ហើយខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបលាយម្ដងបាទនេះគឺជាធុងសម្រាប់លាយគ្រឿងដាក់50ថ្ងៃធ្វើទឹកបៃតងរបស់ខ្ញុំបាទធុងនេះចំណុះពេញវាប្រមាណ80លីត្រហើយខ្ញុំដាក់ប្រើលាយដំបូងនេះគឺខ្ញុំដាក់ទឹកតែពាក់កណ្ដាលទេបងប្អូនអញ្ចឹងប្រហែលជា40លីត្រហើយដូចជានៅពីខាងដើមបងប្អូនឃើញទេទឹកបៃតងរបស់ខ្ញុំគឺពេញធុងបាទអាហ្នឹងគឺយើងបន្ថែមតាមក្រោយបងប្អូនអញ្ចឹងជាដំបូងនេះយើងដាក់ទឹកតែពាក់កណ្ដាលធុងសិនទៅបានហើយបាទហើយខ្ញុំអាចនិយាយថាចំណុះទឹក40លីត្រអញ្ចឹងតោះ40លីត្រហ្នឹងខ្ញុំលាយគ្រឿងមិនខ្លះតោះទៅទស្សនាបន្តជាមួយខ្ញុំទាំងអស់គ្នាបាទជាដំបូងនេះគឺខ្ញុំលាយជីមុនបងប្អូនអញ្ចឹងយើងប្រើកូនកតោនេះទៅស្រួលអញ្ចឹងចំពោះជីខ្ញុំដាក់មួយមុខ4ស្លាបព្រាបាយស្លាបព្រាអំបិលយើងហ៎បងប្អូន1 2 3 4ជីនេះដូចគ្នា4ស្លាបព្រាបាយ2 3 4អញ្ចឹងចំពោះជីគឺវល់រួចរាល់ចាក់ចូលក្នុងទឹកតែម្ដងអញ្ចឹងអត់ស្មុគស្មាញទេបងប្អូនចាក់ឈូទៅបាទប៉ុណ្្នឹងឯងចាក់យកតែម្ដងឥឡូវនេះចូលដល់កន្ទក់និងចំណីមាន់បាទគឺខ្ញុំដាក់មួយមុខ5ស្លាបព្រាឥឡូវយើងដាក់កន្ទក់មុន2 3 4
5 ចំណីមាន់ 1 2 3 4 5 ប៉ុន្តែពីមុខនេះគឺយើងអត់ចាក់ចូលផ្ទាល់នៅក្នុងធុងធ្វើទឹករបស់យើងទេគឺយើងដាក់ត្រាំទឹកសក្នុងធុងផ្សេងមួយទៀតសិនហើយយើងយកតែជាតិណាបងប្អូនយកតែទឹកដែលយើងរែងហើយឯងយើងប្រើកត្រងមួយទៀតយើងរែងយកតែទឹកទេយើងអត់យកកាកទេបាទគឺខ្ញុំប្រើធុងមួយទៀតទៅយើងដាក់ទឹកហើយទៅចាក់យកតែម្ដងបាទចាក់យកតែម្ដងទៅជាការស្រេចហើយទុកឲ្យវារលាយចេញជាតិសិនណាបងប្អូនពី3នាទី5នាទីអីសិនទៅចាំយើងកូរឲ្យវាល្បាយល្អហើយយើងយកកត្រងមកត្រងយើងយកតែទឹកទេកាកយើងអត់ប្រើទេបាទឥឡូវនេះកន្ទក់ចំណីមាន់គឺបានកូររួចរាល់ហើយត្រាំយកជាតិហើយយើងយកកត្រងមួយត្រង់ណាបងប្អូនត្រង់កត្រងមួយត្រង់សិនបាទយើងចាក់ប្រហូរបាទបងប្អូនមិនអាចយកជាតិអីដិតដល់ពេកកូរឲ្យតែឃើញសទៅបានណាបាទប៉ុណ្នេះទៅបានហើយបងប្អូនមិនពូតមិនអីទេនេះប៉ុណ្នេះទៅអូខេហើយទឹកសក្បោះប៉ុណ្នេះបាទអញ្ចឹងកាកវាយើងរបស់ចោលទៅយើងអត់ត្រូវការប្រើប្រាស់បន្តទេបាទនេះលាយរួចរាល់បាទអញ្ចឹងជំហានបន្ទាប់គឺកាកស្ករបាទកាកស្ករគឺខ្ញុំដាក់1ស្លាបព្រាបាយបាទអញ្ចឹងទីទៀតខ្ញុំនឹងបង្ហាញបងប្អូនកាកស្ករហ្នឹងវារៀងស្អិតដែរអញ្ចឹងយើងដាក់នឹងស្លាបព្រាឲ្យតើយើងកូរមកសន្ទុះដែរបាទបាទឥឡូវនេះកាកស្ករត្រូវបានដាក់ចូលនឹងវាយសពរួចរាល់ហើយគឺមិញពណ៌អសឥឡូវឡើងក្រហមត្នោតបាទអញ្ចឹងវគ្គបញ្ចប់គឺយើងដាក់មេតាខៀវបាទមេទឹកបៃតងច្រឡំមិញតាខៀវទឹកបៃតងត្រឡប់មាត់បាទអញ្ចឹងមេទឹកបៃតងនេះគឺទឹកបៃតងហ្នឹងហើយបងប្អូនគ្រាន់តែថាយើងទុកវាចាស់ថ្ងៃជាធម្មតា5ទៅ7ថ្ងៃយើងដាក់ចិញ្ចឹមចៃអញ្ចឹងដើម្បីធ្វើជាមេទឹកបៃតងយើងដាក់ហាលឲ្យបាន7ទៅ9ថ្ងៃអីអញ្ចឹងណាបងប្អូនបាទហើយនេះចាក់យកអញ្ចឹងនេះ
បៃតងស្អាតហ្មងបងប្អូនហើយអញ្ចឹងមានច្រើនដាក់រៀងច្រើនបន្តិចទៅអាទឹកដែលយើងកូរថ្មីនេះក៏ឆាប់ឡើងបៃតងតាមនឹងដែរអញ្ចឹងខ្ញុំសល់រៀងច្រើនដែរអញ្ចឹងខ្ញុំនឹងដាក់2បោយអញ្ចឹងនឹងមកថែម1បោយទៀតឥឡូវហើយចាំមើលវានឹងឡើងលឿនឡើងបៃតងលឿនបាទឥឡូវនេះការលាយគ្រឿងរបស់យើងគឺរួចរាល់ហើយបាទបើសិនជាបងប្អូនមានម៉ាស៊ីនបាញ់ខ្យល់ដាក់ម៉ាស៊ីនបាញ់ខ្យល់ទៅគឺងាយស្រួលយើងមិនបាច់កូរវាទេបាទតែបើសិនជាអត់មានទេតើបងប្អូនត្រូវកូរវាជាប្រចាំថ្ងៃបាទកូរឲ្យញឹកបន្តិចក៏បានបាទអាហ្នឹងគឺត្រូវតែអញ្ចឹងណាបងប្អូនប៉ុន្តែយើងធ្វើដំបូងចេះកូរវាមួយវគ្គសិនព្រោះជីរបស់យើងច្រើនដែរបាទអត់កូរទេវាកកនៅម្ដុំនៅក្នុងហ្នឹងអញ្ចឹងកូរវាមួយវគ្គហើយយើងដាក់តែខ្យល់ទៅរួចរាល់បាទហើយប៉ុននេះប្រហែលជា2ថ្ងៃក្រោយចាប់ដើមឡើងបៃតងហើយបាទអញ្ចឹងបង្ហាញជូនបងប្អូនត្រឹមប៉ុណ្នេះហើយនឹងអាប់ដេតថតបន្ថែមតាមក្រោយទៀតបាទនេះគឺ step ជំហានលាយបាទហើយបើមានកន្លែងដែលត្រូវថ្ងៃពេញថ្ងៃបងប្អូនយកដាក់ឲ្យចំកដាលវាលនឹងបដ ாய் កាន់តែល្អតែខ្ញុំនេះមានដបូលដល់អញ្ចឹងចំបានតែមួយល្ងាចទេបាទបានតែមួយល្ងាចទេនេះតើចាប់ពីម៉ោង2ដល់10ម៉ោង1អីបានប្រឆិតមកចូលបាទប៉ុន្តែនៅតែបៃតងតែបើសិនជាបងប្អូនបានកន្លែងវាលល្អចំថ្ងៃមួយថ្ងៃពេញខ្ញុំជឿថានឹងឆាប់បានប្រើជាងខ្ញុំទៀតបាទតែចំពោះការលាយទឹកបៃតងបាទធ្វើទឹកបៃតងចិញ្ចឹមចៃក្រហមដែលជាចំណីដ៏ល្អសម្រាប់កូនត្រីក្រាមគឺខ្ញុំមានប៉ុណ្នេះជូនបងប្អូនបាទហើយវីដេអូបន្ទាប់ខ្ញុំនឹងអាប់ដេតបន្តទៀតការវិវត្តទឹករបស់ខ្ញុំដែលបានលាយតើប្រែប្រួលបែបណាហើយយើងចាប់ដើមប្រើប្រាស់របៀបណាបាទសូមជូននៅវីដេអូក្រោយទៀតបាទហើយបើសិនជាបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចជួយចូលរួម comment ពេញចិត្តលើវីដេអូរបស់ខ្ញុំដើម្បីខ្ញុំបានដឹងផងក៏ដូចជាចុច like បាទហើយកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំផងហើយបើសិនជាអាចជួយ share ទៅដល់គ្នាយើងដែលគាត់កំពុងស្វែងរកវិធីដើម្បីធ្វើទឹកបៃតងចិញ្ចឹមចៃក្រហមចំណីកូនត្រីនេះបាទអញ្ចឹងឥឡូវនេះខ្ញុំចង់បង្ហាញបងប្អូនបាទលេងផ្លូវកាត់បន្តិចទឹកនេះអានេះទឹក6ថ្ងៃបងប្អូនទឹក6ថ្ងៃដែលខ្ញុំបានហាលបាន6ថ្ងៃអត់មានថ្ងៃមើលតែល្ងិតឆឹងចាំខ្ញុំបង្ហាញនៅខាងចុងវីដេអូម្ដងទៀតជូនបងប្អូនបាទហើយព្រឿងប៉ុណ្នេះអូខេបងប្អូនចិញ្ចឹមបានយកចិញ្ចឹមបានបងប្អូនចិញ្ចឹមគឺគ្រាន់តែទាញធុងនេះឲ្យផុតពីថ្ងៃទាញចូលម្លប់បន្តិចទៅត្រូវថ្ងៃបន្តិចបន្តួចក៏មិនអីដែរតែកុំឲ្យត្រូវពេញថ្ងៃវាអាចនឹងក្តៅទឹកងាប់ចៃចិញ្ចឹមបានគឺចិញ្ចឹមនៅក្នុងហ្នឹងតែម្ដងប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំធ្វើការចិញ្ចឹមក្នុងធុងផ្សេងទៀតខ្ញុំដួសពីក្នុងធុងដែលខ្ញុំធ្វើនេះយកទៅដាក់ក្នុងធុងដែលតូចជាងនេះអញ្ចឹងមួយធុងនេះខ្ញុំអាចដាក់ទៅធុងតូចអញ្ចឹងពីរធុងអីចឹងណាបងប្អូនដោយសារតែធ្វើអានេះទៅក្តៅវាខ្មៅក្តៅស្រួលក្តៅល្អធុងពណ៌នោះអត់សូវធន់បាទខុសគ្នាតែប៉ុណ្្នឹងឯងបើសិនជាมันជាស្មុកស្មាញបងប្អូនចាំក្នុងហ្នឹងតែម្ដងបាទអញ្ចឹងជាថ្មីម្ដងទៀតបាទកុំភ្លេចជួយចុច like ក៏ដូចជាចូល comment បាទលើវីដេអូមួយនេះផងបង្ហាញពីការពេញចិត្តបាទក៏ដូចជាមានមតិកែសម្រួលអីអាច comment ខាងក្រោមឲ្យខ្ញុំបានដឹងផងហើយកុំភ្លេចចុច subscribe ក៏ដូចជា share ទៅកាន់
មិត្តអ្នកលេងទីក្រុមផ្សេងទៀតដែលគាត់កំពុងស្វែងរកវិធីសាស្ត្រក្នុងការបង្កើតចំណីសម្រាប់កូនត្រីតាមរយៈការធ្វើទឹកបៃតងបាទខ្ញុំបាទពូសេងសូមអរគុណបងប្អូនដែលបានចូលទស្សនាវីដេអូមួយនេះជួបគ្នាជាមួយខ្ញុំនៅវីដេអូអំពីត្រីក្រុមនាពេលបន្តទៀតជូនពរសុខសប្បាយទាំងអស់គ្នា